សម្រាប់ Notepad Deadpool មួយនេះគឺភ្ញៀវគាត់ផ្ញើរូបមកឲ្យផ្ទាល់ហើយអញ្ចឹងបន្ទាប់ពីយើងបានទទួលរូបភាពហើយគឺយើងចាប់ផ្ដើមធ្វើការ design ហើយយើងមាន3 option ឲ្យគាត់រើសអញ្ចឹងណាមាន logo ពីខាងក្រោយក្បាលមានចំហៀងខាងក្រោមខាងស្ដាំហើយមានជាមួយនឹងខាងលើខាងឆ្វេងហើយបន្ទាប់មកគឺបងប្រុសគាត់រើស option ទី1អញ្ចឹងណា logo នៅពីខាងក្រោយនេះគឺជាលទ្ធផលបន្ទាប់ពីយើង print ហើយអញ្ចឹងណាសម្រាប់ Notepad របស់បងប្រុសនេះគឺបដ ாய் 90សម្រាប់ទាំងគឺ45ហើយកម្រាស់វិញគឺ5មីលីម៉ែត្របងប្អូនសាច់ក្រាស់ហ្មងណាហើយសម្រាប់ពណ៌ទឹកថ្នាំពេល print ចេញមកអានេះគឺច្បាស់ដិតស្អាតពណ៌ក្រហមហ្មងណាឈ្មោះរូបភាពអីហ្នឹងគឺស្អាតអានេះអាចបើកបោះភ្ញៀវផ្ទាល់បន្ទាប់មកគឺយើង design នេះ logo Deadpool នេះស្អាតហ្មងហ្នឹងហើយនៅកៅស្អាតពណ៌រៀងកម្ៅយើងនឹងតិចទៀតអញ្ចឹងណាហ្នឹងហើយចង់បងត្រូវការកំងហើយចង់បាន design ម៉ូដបែបម៉េចបងចង់ print រូបភាពអីគេហ្នឹងបងអាចតាក់ទងតាម Telegram បានអញ្ចឹងណាហ្នឹងហើយ Mailpad ផ្ញើរូបភាពបងចង់បានហ្នឹងមកហើយនឹងយើងឲ្យបងចង់ដាក់អីបងចង់ទៅសេអីពីហ្នឹងហ្នឹងបងប្រាប់មកអញ្ចឹងណាយើងអាច design ជូនបងបានសម្រាប់បានកំងបាន10ថ្ងៃជាងមកដល់ណាបង